ធានឆាត្រយងពីរនាក់កំពុងប្រកួតគ្នាបិទដង្ហើមក្រោមទឹកមិត្តរួមក្រុមរបស់ទៀនយងកំពុងស្រែកលើកទឹកចិត្តមិត្តរួមក្រុមយ៉ាងខ្លាំងក្លានៅក្បែរបន្តិចក្រោយមកនីតិធានឆាត្រយងបរទេសបានលោតផុសចេញពីទឹករីឯនីតិធានឆាត្រយងចិនគឺលៀងមូវិញបានបន្តទ្រាំទ្រអស់រយៈពេល7នាទីពេញពេលដែលគាត់ងើបក្បាលឡើងដោយមានមោទនភាពគាត់បានច្រឡំស្ដោះទឹកមាត់ទៅលើអាហារនិងសម្លៀកបំពាក់របស់នារីស្រស់ស្អាតនៅទល់មុខប៉ុន្តែនីតិធានឆាត្រយងរូបនេះមិនបានខ្វល់ទេនារីនោះឈ្មោះសៀងឈូបានបាត់បង់ចំណងអាហារភ្លាមនាងក៏ដើរទៅរកបរិសុទ្ធនោះដើម្បីជជែកវែកញែកសៀឈូអ្នកជានរណាលៀងមូមានរឿងអីសៀឈូភោជនីយដ្ឋាននេះមិនមែនជារបស់អ្នកទេស្រីខ្លាំងៗមិនអីទេតែអ្នកបានស្ដោះទឹកមាត់មកលើសម្លៀកបំពាក់និងអាហាររបស់ខ្ញុំតែអ្នកគ្មានសិលធម៌ទេឬលៀងមូបានសុំទោសភ្លាមរួចសួរថាអ្នកណាំអីខ្ញុំនឹងទិញជូនវិញសៀឈូខ្ញុំមិនមានចំណងអាហារទេលៀងមូតើអ្នកខ្ជិលមែនទេត្រូវគេនិយាយថាខ្ជិលនៅទីសាធារណៈសួរថាតើស្រីណាម្នាក់អាចទទួលបានដែរសៀឈូដែលខឹងឆេវឆាវក៏ត្រឡប់ទៅជជែកវែកញែកតទៅជាមួយគាត់ម្ដងទៀតដើម្បីជៀសវាងចំនួនកាន់តែរីកធំដៃទៀនយងដែលនៅក្បែរនោះក៏ប្រញាប់ជ័យមកដោះស្រាយទៀនយងគាត់ទៅតែបិទដង្ហើមយូរធ្វើឲ្យពួកក្បាលគាត់ខ្វះជាតិទឹកបន្តិចលៀងមូទេខ្ញុំទៅតែនិយាយថាអ្នកខ្ជិលសៀឈូលឺហើយក៏ខឹងកាន់តែខ្លាំងនាងក៏ចាប់កៅទឹកចាស់ទៅលើគាត់ភ្លាមជាលទ្ធផលទៀនយងដែលមើលទៅដូចជាមនុស្សល្ងងបានទទួលរងគ្រោះចំនួនដោយអយុត្តិធម៌ប៉ុន្តែគាត់ក៏មិនខឹងដែរដោយសារតែវាជាកំហុសរបស់មិត្តរួមក្រុមរបស់គាត់ត្រូវតែទទួលខុសត្រូវរឿងនេះប៉ុន្តែលៀងមូបានចាប់ផ្ដើមឡើងសាយទៀតលៀងមូខឹងខ្លាំងដែរតាសៀឈូប្រតិកម្មរហ័សខ្លាំងដែរខណៈពេលដែលអ្នកទាំងពីរកំពុងត្រៀមប្រយុទ្ធគ្នាលៀងមូស្រាប់តែបានទទួលការហៅពីក្រុមតោះទៅមើលរោងគុណហើយសៀឈូក៏បានទទួលទូរស័ព្ទពីគ្រូពេទ្យវាកាត់ក្នុងពេទ្យតែមួយសៀឈូអ្នកណែណាមន្ទីរពេទ្យធំបានផ្ទុកក្របបែកនិងមានអ្នករងរបួសជាច្រើនបញ្ជូនមកមន្ទីរពេទ្យយើងឆាប់នេះអ្នកប្រញាប់ត្រឡប់មកវិញទៅសៀឈូបាទខ្ញុំនឹងត្រឡប់ទៅភ្លាមសៀឈូប្រញាប់ទៅមន្ទីរពេទ្យពេលនោះមន្ទីរពេទ្យកំពុងវឹកវរក្រុមជួយសង្គ្រោះមួយបានប៉ះនាងដោយអចេតនាសៀឈូប្រឡេកមើលគឺសាក់នៅលើខ្លួនពួកគេនិងស្បែកជើងប្រយុទ្ធពួកគេពាក់នាងក៏សង្ស័យថាពួកគេមិនបានជាបុគ្គលិកពេទ្យទេដូច្នេះសៀឈូក៏ទៅគាត់ពួកគេភ្លាមសួរថាតើពួកគេនឹងនាំអ្នករងរបួសទៅណារត់ទាមទារឲ្យពិនិត្យអត្តសញ្ញាណប័ណ្ណរបស់ពួកគេប៉ុន្តែពួកគេនិយាយភាសាក្នុងដែនសៀឈូស្ដាប់មិនយល់សោះក៏សម្រេចចិត្តទូរស័ព្ទទៅបញ្ជាក់អកុសលសមស្រាប់តែកោតមានការបាញ់ប្រហារសម្លេងកំភ្លើងបន្លឺឡោតនិងសាកសពនៅគ្រប់ទីកន្លែងពេលនោះប៉ូលីសដែលមើលទៅដូចជាសានគួយត្រូវបានសម្លាប់ភ្លាមសៀឈូមិននឹកស្មានថារឿងហេតុបានកើតឡើងលឿនបែបនេះខណៈពេលដែលនាងលើកទឹកចិត្តប៉ូលីសដែលរងរបួសកំភ្លើងខ្លីមួយដាក់ចំក្បាលនាងភ្លាមដោយសារតែចៅមានគ្នាច្រើនប៉ូលីសឆាប់បាត់បង់ការគ្រប់គ្រងនិងមន្ទីរពេទ្យទាំងមូលក៏ត្រូវចោលគ្រប់គ្រងខណៈពេលនោះក្រុមរបស់លៀងមូបានទៅដល់កន្លែងដោយសារតែពួកគេចំណាយពេលយូរបន្តិចនៅតាមផ្លូវពួកគេទាំង4យឺតទៀងសៀឈូដែលជីកង់ទៅទៀតលោកសាងឃើញលៀងមូក៏ដូចជាឃើញសង្គ្រោះឯចិនគាត់ប្រាប់ថាមានចៅក្រហមជា10នាក់នៅក្នុងមន្ទីរពេទ្យនិងចំណងចំឆ្នាំក៏មានគ្រូពេទ្យប្រចាំយន្តផងដែរគឺជានារីចិនម្នាក់ក្រុមទាហានឆាត្រយងដែលបានហ្វាហាត់យ៉ាងល្អក៏ប្រញាប់ប្រដាប់អាវុធចិនត្រៀមកំទេចចោលនិងជួយសង្គ្រោះចាំឆ្នាំពួកគេទទួលបានភារកិច្ចសហការជាមួយប៉ូលីសដើម្បីជួយសង្គ្រោះចាំឆ្នាំក្នុងរយៈពេល5នាទីមិនយូរប៉ុន្មានលៀងមូក៏បាននាំក្រុមទៅដល់ជាន់ទី1ពេលនោះចៅម្នាក់នៅមន្ទីរពេទ្យត្រូវបានបាញ់មេក្រុមបានចាប់គ្រូពេទ្យម្នាក់និងទាមទារឲ្យព្យាបាលមិត្តរួមក្រុមរបស់គាត់ប៉ុន្តែគ្រូពេទ្យនេះភ័យខ្លាំងពេកមេក្រុមដែលរងរបួសក៏ឈឺរហូតដល់មុខស្ងួតមេក្រុមឃើញដូច្នេះក៏រុញគ្រូពេទ្យនោះចេញភ្លាមរួចត្រៀមបាញ់សម្លាប់នៅគ្រាន់ដើមសំខាន់នោះសៀឈូក៏ចេញមុខមកខ្ញុំជាគ្រូពេទ្យខ្ញុំនឹងព្យាបាលគាត់សូមកុំសម្លាប់ទៀតអីមេក្រុមបានយល់ព្រមតាមសំឡូងរបស់នាងបណ្ដោះអាសន្នសៀឈូក៏ពិនិត្យមិត្តរួមក្រុមរបស់គាត់បន្ទាប់មកនាងប្រាប់មេក្រុមថាត្រូវការថ្នាំស្ពឺដើម្បីឈប់ឈាមប៉ុន្តែមេក្រុមមិនទុកចិត្តសៀឈូសោះក៏ដកកំភ្លើងជន់ទ្រូងនាងភ្លាមគ្រូពេទ្យយើងមិនមានថ្នាំស្ពឺទេមែនទេសៀឈូទេយើងអត់មានទេមិនយូរប៉ុន្មានសៀឈូក៏បានព្យាបាលបាត់របួសរបស់ចៅនិងបានឈប់ឈាមរីឯលៀងមូនៅម្ខាងវិញបាននាំមនុស្សលោកចូលមន្ទីរពេទ្យនិងដាក់គ្រាប់បែកនៅក្នុងបន្ទប់ទទេនៅជាន់ទី2ត្រៀមវាយលុកគ្រាន់តែឮសំឡេងផ្ទុះឥតក៏ត្រីបងផ្ទុះចិនជាប្រហោងបន្ទាប់មកកម្លាំងពិសេសក៏លោតចូលពីលើនិងបើកការបាញ់ប្រហារយ៉ាងប្រហែលទៅលើស្ត្រីក្នុងភាពវឹកវុកនេះចៅដែលរងរបួសប្រយាយបាញ់សៀឈូឃើញហើយក៏លោតទៅលើគាត់ភ្លាមបណ្ដេញកំភ្លើងចេញចៅម្នាក់ទៀតឃើញដូច្នេះក៏លើកកំភ្លើងតម្លឹងនៅគ្រូដាំសំខាន់នោះទៀនយងក៏លោតមកបាំងគ្រាប់កំភ្លើងដែលបាញ់ចំសៀឈូបន្ទាប់ពីចាប់ចៅដែលសេះស្អាតបានហើយលៀងមូក៏រត់ទៅរកទៀនយងនិងស្រែកថាគ្រូពេទ្យជួយផង